បាទនេះដល់វីដេអូបងប្អូនទាំងគ្នាត្រីស្រែអញ្ចឹងណាបាទជម្រាបសួរដូចជាសួស្ដីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់បាទអ្នកដែលធ្លាប់ប្រូត្រីបាទជួយ like ជួយ share វីដេអូនឹងគ្នាមួយផងឥឡូវនេះខ្ញុំនាំមុខម៉ែបងប្អូនទាំងអស់គ្នាទៅមើលការរស់ត្រីវីដេអូនេះខ្ញុំបានថតតាំងពីស្រូវផ្សាមាញ់អាខេរៀងល្បែងតូចខាងខ្ញុំគេហៅរដូវរៀងល្បែងតូចអញ្ចឹងស្រូវវាអត់ទាន់មូដើមអីចឹងទេត្រូវតែលុតលើសបាន 4-5 ខេហ្នឹងឥឡូវនេះយើងដល់កន្លែងហើយត្រីបាទត្រីស្រែយើងណានេះបងប្អូនអើយបាទសកបោះបាទមានត្រីក្រាញ់ត្រីសបាទត្រីលោអញ្ចឹងណាបាទត្រីនឹងបើបំពងឬក៏ស្លផលិតអីស្លត្រួយ7អីបាទអេមែនតេនបាទឆ្ងាញ់ដាក់ម្ទេសហិលមកបាទបងប្អូនណាបាទធ្លាប់រោត្រីបាទប្រភេទនេះបាទសូមជួយ like ជួយ share វីដេអូនោះអ្នកមួយផងបាទហើយបើលើសំឡេងរឿងខ្សល់ហ្នឹងគឺខ្យល់បងប្អូនទាំងអស់គ្នាខ្យល់ខ្លាំងឥឡូវអង្គុយវោចសំឡេងនៅវាស្រែអញ្ចឹងណាឧស្សាហ៍វាស្ងាត់មិនស្ងាត់អីអញ្ចឹងទៅក៏អង្គុយវោចទៅហើយឥឡូវនេះបងប្អូនទាំងអស់គ្នាមើលនេះត្រីទំនងមែនតើបាទអ្នកណាខ្លះបាទធ្លាប់រោបាទត្រីប្រភេទត្រីស្រែអញ្ចឹងណាបាទធ្លាប់រោជួយ like comment បាទម្នាក់មួយផងបាទនេះដល់កន្លែងមួយទៀតហើយនឹងត្រីយើងកំពុងតែខាស់ទឹកទៅវានៅក្លុកតូចយើងអាចចាប់បានអញ្ចឹងណានេះសបាទនៅខាងតំបន់ខ្ញុំអត់ទៅមានត្រីធំទេមានតែត្រីប្រភេទនេះប៉ុណ្ណឹងត្រីក្រាញ់ត្រីសអីហ្នឹងអត់សូវមានត្រីធំទេត្រីស្លជូរបលិតអីអញ្ចឹងនេះដល់កន្លែងនេះអូច្រើនមែនតើនេះខាប់ក្បាលឡើងខាប់ហ្មងអានឹងមានត្រីចវាអីមានត្រីក្រាញ់ជាពិសេសសម្បូរត្រីក្រាញ់ច្រើនណាបើត្រីចវាអីអត់សូវយកតែខ្ញុំយកតែត្រីសនិងត្រីកូនត្រីទួអីត្រីក្រាញ់យកនេះកន្លែងនឹងត្រីអេមមើលទៅគឺសบายចាប់មែនតើបាទខាងខ្ញុំបាទមកភូមិមកខ្ញុំបកែរោជាងគេបេប្រូត្រីហ្នឹងនេះកន្លែងនេះគឺខាស់ទឹកអស់បាទឃើញទេត្រីក្រាញ់ត្រីអីវាងាយងាប់តែក្រាញ់ធន់ត្រីសអីទៅផុតទឹកត្រីចវាផុតទឹកដឹងងាប់អស់ឥឡូវនេះយើងបានរោហើយយើងត្រឡប់ទៅវិញហើយបាទមើលទេសភាពស្រូវអីបាទល្អមែនទេមេឃក៏រោភ្លៀងទៀតណាអានឹងវាដល់រដូវវាអាចដល់រដូវភ្លៀងវិញណានឹងហៅរឿងល្បែងតូចឥឡូវនេះដល់កន្លែងមួយទៀតបាទកន្លែងនេះគឺបាទគឺបាទងើបអស់លីងដោយសារទឹកខាស់ទៅយើងតតទៅអានេះអាចមុនខ្ញុំទៅរោហ្នឹងអាចមុនមួយថ្ងៃឬក៏2ថ្ងៃបាទកន្លែងនេះដូចគ្នាដែរបាទអាចមុនមួយថ្ងៃឬ2ថ្ងៃវាខាត់ទឹកមើលនេះស្រូវបាទអញ្ចឹងត្រីរត់ទៅក្រោយទៀតបាទនេះឥឡូវនេះមុខអ្នករោត្រីដូចជារៀងហើមពេកហើយបាទសារតែជំនេរពីការងារនៅគ្នាឆ្លៀតរោត្រី